បរិសុទ្ធចំណាស់បានដាក់កាំភ្លើងវែងរបស់គាត់ពីប្រហារមនុស្សអាក្រក់ទាំង3នាក់នៅម្ខាងទៀតដោយផ្ទាល់ក្មេងប្រុសនៅកណ្ដាលកំពុងរៀបចំបន្ទប់ស្រាសម្ប៉ាញ់បរិសុទ្ធចំណាស់បានលាក់ក្រដាសសិក្សាទុកដោយមិនស្ទាក់ស្ទើរការបាញ់មួយគ្រាប់បានបំបែកដប់នៅក្រលៀនរបស់គាត់ពេលនេះបានធ្វើឲ្យក្មេងប្រុសនោះឈឺចាប់យ៉ាងខ្លាំងព្រោះគាត់នឹងមិនអាចឈរហើយគិតពីអ្នកម្ដងទៀតបានទេបន្ទាប់ពីដោះស្រាយជាមួយមនុស្សល្ងងនោះបរិសុទ្ធចំណាស់បានស្លៀកអាវធំរបស់គាត់យ៉ាងរហ័សហើយដាក់ផាំងកាត់ត្រឡប់ទៅកន្លែងបន្ទាប់មកគាត់បានរើសសម្បកស៊ុបដែលបានរមៀលចេញពីដីដើរចុះទៅក្រោមដោយស្ងប់ស្ងាត់ដើម្បីមើលបរិសុទ្ធចំណាស់លេងអោបទោះបីជារថយន្តសង្គ្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុភ្លាមបន្ទាប់ពីនោះក្មេងប្រុសដែលកាន់បន្ទុកធ្ងន់ត្រូវបានគេលើកដាក់លើរទេះរុញប៉ុន្តែគាត់បានខ្លាចជាជនពិការពេញមួយជីវិតរបស់គាត់យ៉ាងណាមិញទាំងអស់នេះគឺជាកំហុសរបស់គាត់ផ្ទាល់ព្រោះទើបតែប៉ុន្មានថ្ងៃមុននេះចៅស្រីរបស់បរិសុទ្ធចំណាស់បានមកលេងផ្ទះក្មេងប្រុសនោះដោយមិននឹកស្មានដល់ក្មេងប្រុសនៅពីក្រោយគាត់បានឆ្លៀតឱកាសពីភាពមិនទៀងទាត់បន្ថែមវត្ថុរ៉ាវដែលមិនស្គាល់មួយចំនួនទៅក្នុងពេញរបស់គាត់ដោយសម្ងាត់ក្នុងចំណោមសម្លេងអបអសាទរនិងការសើចចំអករបស់ក្មេងស្រីនោះបានផឹកវាដោយគ្មានការព្រមានប៉ុន្តែមិនយូរប៉ុន្មានគាត់ដឹងថាមានអ្វីមួយខុសប្រក្រតីដំបូងឡើយគាត់គិតថាស្រាសម្ប៉ាញ់ខ្លាំងពេកដូច្នេះខ្ញុំមិនបានយកចិត្តទុកដាក់អ្វីយ៉ាងណាមិញខណៈពេលដែលគាត់កំពុងរៀបចំខ្លួនត្រឡប់ទៅផ្ទះតែភ្លាមនោះគាត់ត្រូវបានរារាំងដោយមិត្តរួមថ្នាក់3នាក់មុនពេលក្មេងស្រីអាចប្រតិកម្មបានបន្ទាប់មកបុរសទាំង3នាក់នោះបានចាប់ផ្ដើមលូកលើក្មេងស្រីនោះនៅពេលដែលក្មេងស្រីនោះដឹងពីអ្វីដែលកំពុងកាត់ឡើងវាយឺតពេលទៅហើយពួកមនុស្សថោកទាបទាំង3នាក់មិនបានឲ្យគាត់ចេញទៅទេរហូតដល់ងឹតទើបគាត់ពេញចិត្តអ្វីដែលគួរឲ្យស្អប់ខ្ពើមជាងនេះទៅទៀតចេញក្មេងស្រីនោះបានដាក់លុយ15 យន់ចូលក្នុងកាបូបរបស់គាត់បន្ទាប់មកក្មេងស្រីនោះបានដើរចុះតាមជណ្ដើរជំហានរបស់នាងមិននឹងណោគាត់បានបោះប្រាក់15 យន់ដែលមនុស្សថោកទាបបានឲ្យគាត់ទៅលើដីក្រោយពីក្មេងស្រីនោះបានត្រឡប់មកផ្ទះវិញមើលទៅហាក់ដូចជាអស់សង្ឃឹមយ៉ាងខ្លាំងតែពេលនោះទេដែលគាត់ហ៊ានស្រែកខ្លាំងឃើញចៅស្រីដួលទៅលើដីជីតាប្រញាប់ទៅសួរចៅស្រីថាមានរឿងអ្វីកើតឡើងប៉ុន្តែចៅស្រីបានយកដៃបិទមុខហើយមិនបាននិយាយអ្វីទាំងអស់រហូតដល់ជីតាបានឃើញស្នាមប្រឡាក់ឈាមនៅលើជើងរបស់ចៅស្រីគាត់ទើបគាត់ដឹងថាមានអ្វីកើតឡើងទើបគាត់ដឹងថាមានអ្វីមួយខុសយ៉ាងធ្ងន់ធ្ងរក្រោយពីបានដឹងឈ្មោះមនុស្សអាក្រក់ទាំង3នាក់នោះជីតាបានទប់កំហឹងរបស់ខ្លួនហើយបានជួយចៅស្រីរបស់គាត់ទៅបន្ទប់របស់នាងបន្ទាប់ពីនោះគាត់បានរើពូថៅហើយរៀបចំដោះស្រាយជាមួយជនខិលខូចទាំង3នាក់នោះអ្នកណាដឹងថាគាត់ទើបតែចេញពីផ្ទះភ្លាមនោះអ្នកជិតខាងដែលនៅក្បែរនោះបានបញ្ឈប់គាត់បន្ទាប់ពីបានដឹងពីអ្វីដែលទើបតែកើតឡើងអ្នកជិតខាងដែលជាមន្ត្រីប៉ូលីសបានជួយបរិសុទ្ធចំណាស់នោះឲ្យរក្សាភាពស្ងប់ស្ងាត់បន្ទាប់មកគាត់បានរាយការណ៍ទៅថ្នាក់លើរបស់គាត់ឲ្យចាប់ខ្លួនមនុស្សអាក្រក់ទាំង3នោះប៉ូលីសមកពីប្រទេសដែលកំពុងប្រយុទ្ធពិតជាខុសខើណាស់ដោយមិននិយាយអ្វីសោះគាត់បានដោះអាវរបស់គាត់ចេញបន្ទាប់មកកាន់កាំភ្លើងហើយគោះទ្វារបន្ទាប់ពីបរិសុទ្ធល្ងងបានបើកទ្វារយ៉ាងប្រេះស្រាំប្រធានក្រុមបានទាញទ្វារបើកភ្លាមហើយប្រញាប់ចូលទៅខាងក្នុងគាត់បានបង្ក្រាបមនុស្សអាក្រក់ទាំង3នាក់យ៉ាងងាយស្រួលក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះពួកគេថែមទាំងបានរកឃើញក្រណាត់ក្រែប្រឡាក់ឈាមនៅក្នុងបន្ទប់របស់ពួកគេទៀតផងឥឡូវនេះភូស្តាំងគឺច្បាស់លាស់ហើយទោះបីជាមនុស្សអាក្រក់ទាំង3នោះលោតចូលទៅក្នុងទន្លេលឿនក៏ដោយក៏ពួកគេណាក៏ដោយនៅពេលដែលប្រធានក្រុមហ៊ាននឹងនាំពួកគេទាំង3ត្រឡប់ទៅស្ថានីយ៍ប៉ូលីសវិញប្រធានការិយាល័យបានមកដល់កន្លែងកើតហេតុភ្លាមពេលចូលមកដល់គាត់បាននិយាយភ្លាមថាគាត់នឹងដោះស្រាយករណីនេះដោយផ្ទាល់វាបង្ហាញថាម្នាក់ក្នុងចំណោមមនុស្សអាក្រក់ទាំង3នាក់នេះគឺជាកូនប្រុសជាទីស្រឡាញ់របស់ប្រធានការិយាល័យជាការឆ្លើយតបទៅនឹងសុំត្រកថារបស់អ្នកជាធម្មតាកូនចៅក្រមអវិធមិនហ៊ាននិយាយអ្វីបន្ថែមទៀតហើយលទ្ធផលបែបនេះនៅថ្ងៃបន្ទាប់ជនខិលខូចទាំង3នាក់ត្រូវបានដោះលែងនៅក្នុងថ្ងៃបន្ទាប់ក្មេងស្រីនោះបាននៅផ្ទះពេញមួយថ្ងៃហើយយំអិតឈប់ឈរជីតាបានឃើញទាំងអស់ហើយមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងការជូនដំណឹងរបស់ការិយាល័យព្រះរាជអាជ្ញាបានមកដល់យ៉ាងឆាប់រហ័សជនកំណាចទាំង3នាក់សង្ឃឹមថានឹងផ្សះផ្សាគ្នាក្មេងស្រីនោះមិនចង់ធ្វើរឿងធំដុំពីវាទេព្រោះវាពិតជាមិនល្អសម្រាប់រឿងបែបនេះក្នុងការចេញទៅក្រៅនោះទេប៉ុន្តែជីតារបស់ខ្ញុំដែលជាអតីតយុទ្ធជនចូលនិវត្តន៍ប៉ុន្តែមិននឹកស្មានដល់មនុស្សអាក្រក់មួយចំនួនតូចនោះបានរួចខ្លួនឃើញថាជនខិលខូចទាំង3នាក់នេះនៅតែគេចខ្លួនជីតាបានសម្រេចចិត្តថាមនុស្សអាក្រក់ទាំង3នាក់នេះត្រូវតែជាប់គុកថ្ងៃបន្ទាប់គាត់នឹកដល់ការធ្វើជាអតីតយុទ្ធជនដែលពោពេញដោយសមរភូមិករណីរបស់ចៅស្រីអាចត្រូវបានបើកឡើងវិញសម្រាប់ការកាត់ក្តីតើអ្នកណាទៅដឹងថាព្រះរាជអាជ្ញារងនិងប្រធានការិយាល័យរួមគំនិតគ្នាសំណើរបស់បរិសុទ្ធចំណាស់រូបនេះត្រូវបានបដិសេធទាំងស្រុងដោយសារតែភស្តុតាងមិនគ្រប់គ្រាន់នៅពេលនោះជីតាមានអារម្មណ៍ខឹងសម្បាភ្លាមព្រោះច្បាប់មិនអាចដាក់ទោសជនល្មើសបានទេបន្ទាប់មកគាត់បានដោះស្រាយវាតាមរបៀបរបស់គាត់គាត់បានស្បត់ថានឹងធ្វើឲ្យអ្នកទាំង3នាក់នោះត្រូវបង់ថ្លៃយ៉ាងធ្ងន់ធ្ងររឿងដំបូងដែលគាត់បានធ្វើបន្ទាប់ពីចាក់ចេញពីតំណែងព្រះរាជអាជ្ញាវាមានន័យថាទៅធនាគារដើម្បីបញ្ចាំផ្ទះរបស់អ្នកប៉ុន្តែគាត់បានដាក់បញ្ចាំផ្ទះទាំងនោះមិនមែនដោយសារតែគាត់មានវាច្រើនពេកដើម្បីទិញកាំភ្លើងបន្ទាប់មកគាត់ក៏ឈប់ស្ងៀមហើយបានមកដល់ទីផ្សារងឹតមួយខ្ញុំបានសម្រេចចិត្តទិញដោសេចក្ដីភាពដើម្បីសងសឹកចៅស្រីរបស់ខ្ញុំអ្នកលក់បានដឹងថាបរិសុទ្ធចំណាស់ចង់ទិញកាំភ្លើងខ្ញុំមានការភ្ញាក់ផ្អើលភ្លាមប៉ុន្តែបន្ទាប់ពីឃើញថាបរិសុទ្ធចំណាស់ហាក់ដូចជាមិនកំពុងលេងសើចទេអ្នកលក់នៅតែណែនាំបរិសុទ្ធចំណាស់នោះឲ្យជើហ្វាយរបស់គាត់យ៉ាងណាមិញភ្លាមបន្ទាប់ពីកូនប្រុសច្បងបានដឹងអំពីទុក្ខលំបាករបស់ចៅស្រីរបស់គាត់គេថែមទាំងបានសួរគាត់ថាហេតុអ្វីបានជាគាត់មិនជ្រើសរើសឲ្យប៉ូលីសដូច្នោះក៏និយាយមិនចេញគាត់បានតបវិញដោយសួរថាតើអាចឲ្យប៉ូលីសក៏មកទីនេះដើម្បីទិញកាំភ្លើងហើយមានអ្វីបន្ទាប់ពីដឹងថាបរិសុទ្ធចំណាស់ត្រូវការកាំភ្លើងវែង sniper ពួកគេបាននាំបរិសុទ្ធចំណាស់ទៅឃ្លាំងអាវុធភ្លាមអ្នកណាដែលធ្លាប់ទិញកាំភ្លើងដឹងរឿងនេះនៅពេលនាំអតិថិជនទៅទិញកាំភ្លើងអ្នកត្រូវតែបិទភ្នែកពួកគេជាមុនសិនដើម្បីជៀសវាងការតាក់ទាញប៉ូលីសនៅពេលក្រោយមិនយូរប៉ុន្មានបរិសុទ្ធចំណាស់នោះត្រូវបានគេនាំទៅបន្ទប់ក្រោមដីដាច់ស្រយាលដើម្បីបង្ហាញការគ្រប់គ្រងដល់មនុស្សចាស់ពួកគេបានដកកាំភ្លើងលបបាញ់ពិសេសមួយដាំចេញភ្លាមបរិសុទ្ធចំណាស់នោះរំភើបចិត្តយ៉ាងខ្លាំងពេលឃើញកាំភ្លើងពីព្រោះកាំភ្លើងនេះជាប្រភេទកាំភ្លើងដែលគាត់តែងតែបាញ់នៅពេលគាត់នៅក្នុងជួរកងទ័ពកាលពីនៅក្មេងដើម្បីសាកល្បងប្រសិទ្ធភាពនៃកាំភ្លើងនេះបរិសុទ្ធចំណាស់បានព្យាយាមបាញ់ពី3ដងដោយរំភើបគួរឲ្យភ្ញាក់ផ្អើលណាស់ជំនាញបាញ់កាំភ្លើងរបស់បរិសុទ្ធចំណាស់នៅតែល្អដូចគ្រាប់កាំភ្លើង3គ្រាប់ត្រូវបានបាញ់ចេញតែទាំងអស់ត្រូវចំបេះដូងដោយដឹងថាកាំភ្លើងនេះអាចបរិសុទ្ធចំណាស់បានទិញកាំភ្លើងនោះដោយមិនស្ទាក់ស្ទើរប៉ុន្តែការមានកាំភ្លើងតែមួយមុខមិនគ្រប់គ្រាន់ក៏ត្រូវស្វែងរកទីតាំងបាញ់ប្រហារដ៏ល្អបំផុតផងដែរដោយមិននឹកស្មានដល់នៅពេលនេះមីងរបស់ចៅស្រីស្រាប់តែមកដល់ផ្ទះរបស់គាត់ពួកគេបាននិយាយថាពួកគេនឹងធ្វើដំណើរកម្សាន្តរយៈពេល2 3ថ្ងៃនៅទីនេះឥឡូវនេះអ្វីដែលបរិសុទ្ធចំណាស់មិននឹកស្មានដល់នោះគឺផ្ទះមីងខ្ញុំនៅទល់មុខផ្ទះមនុស្សអាក្រក់នោះបង្អួចគឺជាកន្លែងល្អបំផុតសម្រាប់បាញ់បន្ទាប់ពីបរិសុទ្ធចំណាស់ចុះមកជន់ក្រោមរាល់ថ្ងៃដើម្បីមើលម្ចាស់របស់គាត់លេងអោបប៉ុន្តែតាមពិតទៅនាងកំពុងប៉ះតែពេលវេលានៃការមកដល់របស់ពួក Scumbags នៅទីនេះដោយការរំពឹងទុកបន្ទាប់ពីការត្រួតពិនិត្យអស់រយៈពេលជាច្រើនសប្តាហ៍បរិសុទ្ធចំណាស់បានរកឃើញថារៀងរាល់ថ្ងៃអាទិត្យពួកអ្នកទោសទាំង3នាក់នឹងជួបជុំគ្នានៅក្នុងផ្ទះដើម្បីផឹកស៊ីនិងជប់លៀងដូច្នេះបរិសុទ្ធចំណាស់បានធ្វើវានៅថ្ងៃអាទិត្យនេះខ្ញុំបានយកកាំភ្លើងវែង sniper ហើយបានទៅបង្អួចមីងខ្ញុំដោយការរំពឹងទុកនាងបានប្រទះឃើញមនុស្សអាក្រក់ទាំង3យ៉ាងរហ័សតាមបង្អួចដោយមិននិយាយអ្វីមួយនាងបែរជាតម្រង់ទៅរកម្នាក់ក្នុងចំណោមមនុស្សអាក្រក់ទាំងនោះប៉ុន្តែនាងមិនបានដាក់ក្បាលរបស់នាងនៅក្នុងដៃរបស់នាងដោយទៅវិញគាត់បានវាបំបែកដប់ស្រានៅចន្លោះជើងរបស់នាងដោយចេតនាព្រោះរឿងនេះពេញចិត្តជាងការសម្លាប់នាងទៅទៀតភ្លាមបន្ទាប់ពីនោះជីតាបានរៀបចំឈុតឆាកនោះឲ្យនៅកន្លែងដាំវិញយ៉ាងជីតាជីខ្លាញ់ខ្លួនជាបរិសុទ្ធចំណាស់ដែលមានពុតកង់6វាដូចជាគ្មានអ្វីកើតឡើងទេបន្ទាប់ពីដោះស្រាយជាមួយមនុស្សល្ងងនោះជីតាបានរងចាំដោយស្ងៀមស្ងាត់រហូតដល់ថ្ងៃអាទិត្យបន្ទាប់ជីតាអាយុ80ឆ្នាំម្នាក់បានស្វែងរកការសងសឹកសម្រាប់ចៅស្រីរបស់គាត់ឈានឱកាសឃើញថាបរិសុទ្ធល្ងងដែលធ្វើបាបចៅស្រីទើបឡើងឡានការបាញ់មួយគ្រាប់បានផ្ទុះធុងសាំងរបស់រថយន្ត
គ្រោះថ្នាក់មួយត្រូវបានបង្កើតឡើងទោះបីជាទីបំផុតជនអាក្រក់រូបនេះបានរួចផុតពីសេចក្តីស្លាប់ដោយសំណាងល្អតែរាងកាយរបស់គាត់បានរលាកយ៉ាងខ្លាំងជីវិតរបស់គាត់ប្រហែលជាត្រូវបានបំផ្លាញអស់មួយជីវិតបន្ទាប់មកជីតាបានក្លែងខ្លួនជាអ្នកឈរមើលគាត់បានលួចរត់គេចពីកន្លែងកើតហេតុទៅដាជីដោយជោគជ័យទោះបីជាមនុស្សអាក្រក់ពីរនាក់បានបង់ថ្លៃដ៏ច្រើនរួចទៅហើយក៏ដោយប៉ុន្តែនៅមានជនខិលខូចម្នាក់ទៀតដែលមិនទាន់ត្រូវបានដោះស្រាយនោះជាកូនប្រុសរបស់អធិការប៉ូលីសយ៉ាងណាក៏ដោយជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ពីករណីដែលបានកើតឡើងភ្លាមប្រធានការិយាល័យក៏ចាប់ផ្ដើមសង្ស័យថាមានអ្នកណាម្នាក់កំពុងបង្កើតគ្រោះថ្នាក់ដោយចិត្តដូច្នេះដើម្បីកុំឲ្យកូនប្រុសរបស់គាត់ជួបរឿងសោកនាដកម្មបន្ទាប់មកគាត់បានព្រមានកូនប្រុសរបស់គាត់កុំឲ្យចេញទៅក្រៅថ្មីនេះដោយសារតែមិត្តរួមលេងពីរនាក់របស់ពួកគេនៅថ្ងៃនោះពួកគេបានរងការសងសឹកយ៉ាងធ្ងន់ធ្ងររួចទៅហើយពេលឮដូច្នោះកូនប្រុសក៏ញ័រខ្លួនភ្លាមដោយភ័យខ្លាចទាញវាំងនោះនៅក្នុងផ្ទះរបស់អ្នកឲ្យលឿនប្រធានការិយាល័យមិនបានដឹងទេថាគាត់មាននរណាម្នាក់ដែលគាត់សង្ស័យថាជីតារបស់ក្មេងស្រីនោះជាអ្នកធ្វើវាព្រឹកបន្ទាប់មកប្រធានការិយាល័យបានដឹកនាំក្រុមមនុស្សមួយក្រុមទៅដល់មានអ្វីមួយពួកគេក៏ចាប់ផ្ដើមស្វែងរកតែពួកគេបានស្វែងរកអស់រយៈពេលយូរដោយមិនបានរកឃើញអ្វីតែគ្រាន់តែពេលដែលប្រធានការិយាល័យកំពុងរៀបចំចាក់ចេញរបស់ខ្ញុំដែលទើបតែត្រឡប់មកពីដំណើរកំសាន្តវិញស្រាប់តែគូទ្វារមកផ្ទះនាងដើម្បីយកសោរឿងនេះធ្វើឲ្យប្រធានការិយាល័យដឹងភ្លាមថាមានអ្វីមួយខុសខ្ញុំក៏សម្រេចចិត្តឆែកឆេរផ្ទះមីងខ្ញុំភ្លាមបរិសុទ្ធចំណាស់ភ័យស្លន់ស្លោភ្លាមពេលលើដូច្នេះពីព្រោះកាំភ្លើងវិញស្នេហ៍ត្រូវបានលាក់ទុកក្នុងទូខោអាវរបស់មីងខ្ញុំវាហាក់ដូចជាលើកនេះនាងត្រូវវិនិច្ឆ័យហើយប៉ុន្តែនាងគ្មានជំរឿផ្សេងទេខ្ញុំគ្មានជំរឿអ្វីក្រៅពីប្រញាប់ទៅផ្ទះមីងខ្ញុំទេដោយការរំពឹងទុកបន្ទាប់ពីប្រធានការិយាល័យបានមកដល់ផ្ទះខ្ញុំបានរកឃើញថាមូលដ្ឋានសម្ងាត់របស់កូនប្រុសខ្ញុំគឺនៅទល់មុខបង្អួចនេះគឺជាទីតាំងបាញ់ប្រហារដ៏ល្អឥតខ្ចោះខណៈពេលដែលប៉ូលីសកំពុងឆែកឆេរទូមួយបរិសុទ្ធចំណាស់នោះក៏តានតឹងឡើងភ្លាមព្រោះនាងបានលាក់កាំភ្លើងនៅខាងក្នុងប៉ុន្តែបន្ទាប់ពីមន្ត្រីប៉ូលីសបានបើកកញ្ចប់នោះប៉ុន្តែនៅខាងក្នុងពួកគេបានរកឃើញតែក្រដាសពណ៌ស្មួយបរិសុទ្ធចំណាស់នោះភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះអ្វីដែលភ្លើងនោះគឺណានាងចាំបានយ៉ាងច្បាស់ថាកាំភ្លើងនោះត្រូវបានដាក់ក្នុងទូមិនមានកាំភ្លើងឬគ្រាប់រំសេវត្រូវបានរកឃើញនៅទីនេះទេប្រធានការិយាល័យអាចបានតែប្រមានបរិសុទ្ធចំណាស់ឲ្យប្រព្រឹត្តខ្លួនតាមបំណងប្រសិនបើមានអ្វីកើតឡើងចំពោះកូនប្រុសរបស់គាត់ពួកគេជាអ្នកដំបូងដែលបានចាប់ខ្លួននាងហើយនាំនាងទៅប៉ុស្តិ៍ដោយមិននឹកស្មានដល់បរិសុទ្ធចំណាស់នោះបាននិយាយថាវាយឺតពេលទៅហើយនេះការិយាល័យភ័យស្លន់ស្លោភ្លាមពេលឬដូច្នោះដានជីនបានដឹកនាំប្រជាជនត្រឡប់ទៅផ្ទះវិញប៉ុន្តែបន្ទាប់មកទ្វារនោះត្រូវបានគេរកឃើញថាត្រូវបានចាក់សោយ៉ាងរឹងមាំពីខាងក្នុងទោះបីជានាងស្រែកហៅកូនប្រុសរបស់នាងយ៉ាងណាក៏ដោយក៏កូនប្រុសរបស់នាងមិនទាន់បានហ៊ាននឹងបើកទ្វារដោយបង្ខំភ្លាមនោះគ្រាប់កាំភ្លើងមួយគ្រាប់ត្រូវបានបាញ់ចេញពីខាងក្នុងវាបានបង្ហាញថាកូនប្រុសនៅខាងក្នុងត្រូវបានបិទជិតដោយសារតែការភ័យខ្លាចខ្លាំងពេកនាងគិតថាបរិសុទ្ធចំណាស់នោះបានមកដើម្បីសងសឹកដូច្នេះគាត់បានបាញ់មួយគ្រាប់យ៉ាងម៉ឺងម៉ាត់ប៉ុន្តែអ្វីដែលនាងមិននឹកស្មានដល់នោះគឺនៅទីបំផុតនាងបានអាចបញ្ជូនឪពុកជាប្រធានការិយាល័យរបស់នាងទៅឆ្ងាយបាននៅទីបំផុតជនអនាថារូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យវិកលចរិតក្នុងតំបន់ដរាបណាបរិសុទ្ធចំណាស់បានត្រឡប់មកផ្ទះវិញប៉ុន្តែភ្លាមនោះគាត់ត្រូវបានអ្នកជិតខាងរបស់គាត់បញ្ឈប់បរិសុទ្ធចំណាស់បានត្រឹមតែសម្លឹងមើលខ្ញុំបានឃើញកាំភ្លើងលបបាញ់មួយផ្លែតវាគឺជាអ្នកជិតខាងរបស់នាងដែលបានជួយសង្គ្រោះជីវិតបង្ហាញថាអ្នកជិតខាងរបស់នាងដែលជាមន្ត្រីប៉ូលីសបានសង្ស័យនាងជាយូរមកហើយដូច្នេះនៅពេលព្រឹកឡើងខ្ញុំបានបញ្ចុះបញ្ចូលបរិសុទ្ធចំណាស់នោះឲ្យចេញទៅបានទៅផ្ទះរបស់នាងដោយលួចលាក់ដើម្បីស្វែងរកកាំភ្លើងពេលអ្នកជិតខាងដឹងថាស្ត្រីចំណាស់រូបនេះតែងតែទៅលេងផ្ទះមីងរបស់គាត់ជាញឹកញាប់នាពេលថ្មីនេះដូច្នេះគាត់បានយកកូនសោដោយចៃដន្យពួកគេបានយកកាំភ្លើងវែងអ្នកលបបាញ់ចេញពីទូទោះជាយ៉ាងណាក៏ដោយអ្នកជិតខាងមិនបានចាប់ខ្លួនបរិសុទ្ធចំណាស់នោះនៅទីបញ្ចប់ទេតែរឹបអូសកាំភ្លើងវែងរបស់នាងទោះបីជាបរិសុទ្ធចំណាស់រូបនេះទទួលបានជោគជ័យក្នុងការសងសឹកចៅស្រីរបស់គាត់ក៏ដោយប៉ុន្តែការជួបគ្នាដ៏គួរឲ្យភ័យខ្លាចនោះប៉ុន្តែវាបានក្លាយជាស្រមោលដែលចៅស្រីរបស់គាត់មិនអាចរើចេញបានពេញមួយជីវិតរបស់គាត់ភាពយន្តនេះបញ្ចប់នៅទីនេះ